សច្ចភាពនៃជីវិតកាលបដិងថាជីវិតនេះជាទីប្រមូលផ្ដុំនៃទុក្ខទៅហើយតើយើងនៅកាត់ទុក្ខធ្វើអ្វីទៀតសច្ចភាពនៃជីវិតគឺជាទុក្ខតាំងពីកើតរហូតដល់ស្លាប់មនុស្សរស់នៅក្នុងโลกនេះគឺប្រឈមនឹងសេចក្តីទុក្ខគ្រប់ពេលជីវិតប្រៀបដូចជាស្រមោលភូមិបើគេទន់ខ្សោយនឹងអាចទៅមិនរួចទេដំណើរជីវិតប្រៀបនឹងទូកអណ្ដែតលើទឹកបើចិត្តគ្មានលំនឹងទៅហើយគង់តែលិចលងស្លាប់មិនខានក្នុងចម្បាំងគេត្រូវការភាពអង់អាចក្លាហានសេចក្តីអត់ធន់ចំណែកនៅក្នុងឆាកជីវិតគេត្រូវការស្មារតីនិងលំនឹងចិត្តជាចាំបាច់ទោះបីជាក្នុងโลกនេះសុទ្ធតែជាទុក្ខក៏យើងមិនចេះតែកើតទុក្ខដោយស្រោតនោះទេរស់នៅក្នុងជីវិតចង់ព្រួយក៏ព្រួយទៅចង់សប្បាយក៏សប្បាយទៅមានតែមនុស្សដែលរំដោះខ្លួនចេញពីโลกនេះទេដែលអាចជៀសពីទុក្ខបានច្រើនហើយមានតែមនុស្សឈ្មោះដែលកើតទុក្ខរហូតឬខ្សែសប្បាយរហូតអ្វីដែលសំខាន់បំផុតគឺយើងត្រូវដឹងថាពេលណាត្រូវសប្បាយពេលណាត្រូវកើតទុក្ខដឹងថារឿងណាត្រូវខ្វល់រឿងណាមិនត្រូវខ្វល់រស់នៅក្នុងជីវិតតែកុំជប់ជំពាក់នឹងជីវិតសច្ចភាពនៃជីវិតកាលបដិងថាជីវិតនេះជាទីប្រមូលផ្ដុំនៃទុក្ខទៅហើយតើយើងនៅកាត់ទុក្ខធ្វើអ្វីទៀតសច្ចភាពនៃជីវិតគឺជាទុក្ខតាំងពីកើតរហូតដល់ស្លាប់មនុស្សរស់នៅក្នុងโลกនេះគឺប្រឈមនឹងសេចក្តីទុក្ខគ្រប់ពេលជីវិតប្រៀបដូចជាស្រមោលភូមិបើគេទន់ខ្សោយនឹងអាចទៅមិនរួចទេដំណើរជីវិតប្រៀបនឹងទូកអណ្ដែតលើទឹកបើចិត្តគ្មានលំនឹងទៅហើយគង់តែលិចលងស្លាប់មិនខានក្នុងចម្បាំងគេត្រូវការភាពអង់អាចក្លាហានសេចក្តីអត់ធន់ចំណែកនៅក្នុងឆាកជីវិតគេត្រូវការស្មារ